Này một video nàyวิธีសាស្ត្រគេតដែកថ្នាំងពៅគេតវាដាក់ដុតដែកកដាលឲ្យក្តៅហើយគេយកដែកទាំងពីរតចូលគ្នាមិនចាំបាច់ផ្សាទេគាត់តែដាក់ដែកវាដុតដែកកដាលឲ្យក្តៅក្រហមឲ្យដាក់ដែកថ្នាំងពៅសងខាងចូលទៅវាតស្រុកគ្នាស្មើមិនចាំប្រើប៉ុស្ផ្សាទេមើលឥឡូវវាចាប់ដើមក្រហមនេះហើយក្រហមគេដាក់ទៅតាមចូលគ្នាគឺស្មើតជាប់គ្នាស្មើដូចដែកអត់តអញ្ចឹងតែដុតនេះមិនតិចអង្សាទៅខ្លាំងជាងប៉ុស្ផ្សាទៀត